នគរបាលចាប់ឃាត់ខ្លួនជនដាច់ដោត3នាក់ពាក់ព័ន្ធនឹងករណីកាប់ប្លន់យកម៉ូតូយ៉ាងអនាធិបតេយ្យនៅក្រុងសៀមរាបដែលអនុវត្តតាមផែនការបង្ក្រាបនិងបង្ការបទល្មើសគ្រប់ប្រភេទរបស់លោកឧត្តមសេនីយ៍ត ហួត សុធី ស្នងការនគរបាលខេត្តសៀមរាបកម្លាំងនគរបាលផ្នែកការងារព្រហ្មទណ្ឌសហការជាមួយនឹងកម្លាំងការិយាល័យអន្តរកម្មនិងតម្រួតបទបញ្ជាខេត្តសៀមរាបកាលពីវេលាម៉ោង 5 ទៀបភ្លឺថ្ងៃទី 18 ខែកុម្ភៈឆ្នាំ 2026 បានស្ទាក់ចាប់មកសញ្ញា3នាក់ជិះម៉ូតូ2គ្រឿងដែលពាក់ព័ន្ធនឹងករណីអំពើហិង្សានិងលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សានៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈយេហោសុគីមិចភូមិបណ្ឌុត 2 សង្កាត់ស្វាយដង្គមក្រុងសៀមរាបប្រភពបានឲ្យដឹងនៅថ្ងៃទី 23 ខែកុម្ភៈឆ្នាំ 2026 ថាក្រោយបង្ក្រាបបានកម្លាំងនគរបាលបានដកហូតនៅដាវកែច្នៃផ្លែដែកដងដែករុំស្គុតពណ៌ខ្មៅចំនួន1ដើមម្សៅក្រាមពណ៌សប្រភេទគ្រឿងញៀនចំនួន1កញ្ចប់តូចជំពាមកៅស៊ូចំនួន1និងគ្រាប់កង់ចំនួន28គ្រាប់ជនដាច់ដោតទាំង3នាក់រួមមានទី1ឈ្មោះបនច័ន្ទអាយុ16ឆ្នាំមុខរបរគ្មានធ្លាប់ជាប់មណ្ឌលគ្រឿងញៀន6ខែទី2ឈ្មោះមេងសុធិរិទ្ធអាយុ15ឆ្នាំមុខរបរគ្មានធ្លាប់ជាប់មណ្ឌលគ្រឿងញៀន5ខែនិងទី3ឈ្មោះហៅសុកហេងភេទប្រុសអាយុ16ឆ្នាំមុខរបរគ្មានធ្លាប់ជាប់ពន្ធនាគារករណីគ្រឿងញៀនមួយលើកជនសង្ស័យទាំង3នាក់មានស្រុកកំណើតនិងទីលំនៅបច្ចុប្បន្នក្នុងភូមិមណ្ឌល3សង្កាត់ស្លក្រាមក្រុងសៀមរាបក្រោយបង្ក្រាបនិងសួរនាំក្រុមក្មេងដំណើរទាំងអស់នេះបានឆ្លើយសារភាពដូចគ្នាថាដាវកែច្នៃខាងលើជាកម្មសិទ្ធិរបស់ឈ្មោះមេងសុធិរិទ្ធកន្លងទៅពួកគេយកលាក់ទុកនៅចំណុចសួនផ្កាមុខមន្ទីរពេទ្យគុណធបុប្ផាមុនធ្វើសកម្មភាពកាប់ជនរងគ្រោះយកម៉ូតូកាលពីវេលាម៉ោង 1:40 នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី 15 ខែកុម្ភៈឆ្នាំ 2026 នៅចំណុចមុខសាលារៀនព្រះឥន្ទកោសាស្ថិតក្នុងភូមិទ្រាំសង្កាត់ស្លក្រាមក្រុងសៀមរាបបន្ទាប់ពីធ្វើសកម្មភាពហើយពួកខ្លួនបានលាក់ទុកដាវនៅទីតាំងខាងលើវិញចំណែកឈ្មោះហៅសុកហេងបានឆ្លើយសារភាពបន្ថែមទៀតថាកាលពីវេលាម៉ោង 2 រំលងអធ្រាត្រឈានចូលថ្ងៃទី 19 ធ្នូ 2025 នៅចំណុចផ្លូវបេតុងមុខផ្សារហុយលេងស្ថិតក្នុងភូមិតាភុលសង្កាត់ស្វាយដង្គមក្រុងសៀមរាបរូបខ្លួននិងបកពួកចំនួន4នាក់ទៀតបានធ្វើសកម្មភាពយកដាវខាងលើនេះទៅកាប់គូចំនួនចាស់ជាជនរងគ្រោះបណ្ដាឲ្យរងរបួសម៉ូតូតាំងដកហូតដាវកែច្នៃផ្លែដែកដងដែករុំស្គុតពណ៌ខ្មៅចំនួន1ដើមម្សៅក្រាមពណ៌សប្រភេទគ្រឿងញៀនចំនួន1កញ្ចប់តូចជំពាមកៅស៊ូចំនួន1និងគ្រាប់កង់ចំនួន28គ្រាប់ទូរស័ព្ទដៃ3គ្រឿងនិងម៉ូតូ Honda Dream ពណ៌ខ្មៅពុំមានឆ្លាកលេខចំនួន2គ្រឿងក្រោយធ្វើតេស្តរោគសារធាតុញៀនមកសញ្ញាទាំង3នាក់វិជ្ជមានជនសង្ស័យទាំង3នាក់និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់កសាងសំណុំរឿងបញ្ជូនទៅតុលាការនិងត្រូវបានតុលាការសម្រេចឃុំខ្លួនហើយស្នងការដ្ឋាននគរបាលខេត្តសៀមរាបសូមអំពាវនាវដល់យុវជនទាំងអស់សូមជៀសឲ្យឆ្ងាយពីអំពើហិង្សានិងគ្រឿងញៀនព្រោះគ្រឿងញៀននឹងបំផ្លាញខ្លួនអ្នកនិងធ្វើឲ្យបាត់បង់ថវិកាបំផ្លាញក្រុមគ្រួសារនិងសង្គមជាតិយ៉ាងធ្ងន់ធ្ងរ